ជាបឋមសូមគោរពលោកអ្នកគ្រូនិងសួស្តីបងប្អូនទាំងគ្នាជាពិសេសបងប្អូនដែលកំពុងតែរៀននៅថ្នាក់វិទ្យាល័យនិងបងប្អូនដែលកំពុងរៀនថ្នាក់ទី12ដែលត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី10សីហាខាងមុខនេះថ្ងៃនេះខ្ញុំមានកាលវិភាគដែលខ្ញុំធ្លាប់រៀនត្រួសកាលពីខ្ញុំនៅប្រឡងបាក់ឌុបនឹងចែករំលែកទៅកាន់អ្នកទាំងគ្នាយើងឃើញថាឥឡូវហ្នឹងគឺជាថ្ងៃទី10ថ្ងៃប្រឡងវិញគឺថ្ងៃទី10 11ខែសីហាវានៅសល់ពេលតែ30ថ្ងៃគត់ហ្មងហើយថ្ងៃដែលយើងអាចមានពេល focus ហើយនឹងមានអារម្មណ៍ focus ហ្នឹងគឺត្រឹមតែ22ទៅ29ថ្ងៃទេអញ្ចឹងជាដំបូងយើងត្រូវកំណត់នីតិដែលខ្លួនឯងចង់បានសិនថាតើចង់បាននីតិ A B C D E ឬក៏ F អញ្ចឹងខ្ញុំដឹងថាអ្នកនរគ្នាកំពុងតែអង្គុយមើលវីដេអូហ្នឹងគឺសិតតែចង់បាននីតិល្អហើយហ្នឹងក៏ខ្ញុំមាន tip ល្អប្រាប់អ្នកនរគ្នាដែរដើម្បីឲ្យរៀនចំគោលដៅតែម្ដងដោយសារតែយើងនៅសល់តែ30ថ្ងៃទៀតទេអញ្ចឹងថ្ងៃដែលខ្ញុំចង់ឲ្យអ្នកនរគ្នាខំប្រឹងខ្លាំងបំផុតគឺចាប់ពីថ្ងៃ10ហ្នឹងទៅរហូតដល់ថ្ងៃទី1ខែសីហាមួយអាទិត្យមុនប្រឡងអាចថាយើងមានពេលសម្រាប់តែរំលឹកទេបើថាយើងទៅរៀនមេរៀនឡើងវិញហ្មងគឺអត់អាចទៅរួចទេពិបាកក្នុងការយកចិត្តទុកដាក់មែនតែននេះគឺជា tip 30ថ្ងៃសម្រាប់ការយកនីតិ A ហើយខ្ញុំបែងចែកជា4អាទិត្យស្មើនឹង28ថ្ងៃរៀនតាមមុខវិជ្ជានីមួយៗដែលផ្ទុយទៅនឹងការវិភាគនៃការប្រឡងជីវៈហើយនឹងប្រវត្តិហ្នឹងដោយសារតែប្រឡងថ្ងៃដំបូងគេអញ្ចឹងខ្ញុំលើកទៅរំលឹកមេរៀនថ្ងៃជិតចុងបញ្ចប់វិញប៉ុន្តែមិនមានន័យថាតើតែដល់ថ្ងៃហ្នឹងមិនខ្ញុំរៀនទេអាចថាខ្ញុំរៀនរាល់ថ្ងៃប៉ុន្តែខ្ញុំ focus ខ្លាំងនៅក្នុងសប្តាហ៍ទី3ហ្នឹងដែលខ្ញុំ focus ខ្លាំងទៅលើមុខវិជ្ជា2ហ្នឹងជាបន្ទាប់មកទៀតគឺគីមីវិទ្យាហើយនឹងភាសាបរទេសដែលគីមីវិទ្យាហ្នឹងខ្ញុំរៀនមួយរូបវិទ្យាដោយសារតែវាមានទាំងលំហាត់ហើយនឹងទាំងសំណួរអញ្ចឹងត្រូវត្រៀមខ្លួនឲ្យបានច្រើនជាងគេដែរសម្រាប់ភាសាបរទេសវិញខ្ញុំរំលឹកថ្ងៃចុងក្រោយដោយសារតែយើងដឹងហើយថាភាសាបរទេសយើងអាច predict ទុកមុនថាតើវិញ្ញាសាអាចចេញពីអីទេប៉ុន្តែជាទូទៅតែងតែឃើញថាវិជ្ជាអង់គ្លេសហ្នឹងគឺតែងតែចេញវិញ្ញាសាចេញពីឆ្នាំមុនមកអាចថាយកមកសំណួរពេលសំណួរឬក៏យកសំណួរណាមួយនៃរមាំងនៃឆ្នាំចាស់ជាដើមអញ្ចឹងភាសាបរទេសខ្ញុំរំលឹកច្រើនដែរសម្រាប់សប្តាហ៍ចុងក្រោយហ្នឹងដោយសារតែខ្លាចផ្លិចអញ្ចឹងទៅរំលឹកចិត្តដល់ថ្ងៃប្រឡងហ្មងបន្ទាប់មកទៀតគឺថ្ងៃចុងក្រោយនឹងជាពេលដែលយើងមានអារម្មណ៍ថាភ័យបំផុតសម្រាប់សិស្សវិទ្យាសាស្ត្រនោះគឺគណិតវិទ្យានឹងឯងអញ្ចឹងគណិតវិទ្យាខ្ញុំ focus តាំងពីសប្តាហ៍ទី1ដោយសារតែយើងប្រឡងថ្ងៃចុងក្រោយហើយនឹងម៉ោងចុងក្រោយទៀតអញ្ចឹងយើងមានពេលច្រើនក្នុងការរំលឹកវាមិនថាទោះថ្ងៃប្រឡងក៏ដោយអញ្ចឹងក៏ខ្ញុំរំលឹកតាំងពីថ្ងៃដំបូងហ្មងដើម្បីឲ្យមាន space សម្រាប់រំលឹកមុខវិជ្ជាផ្សេងទៀតដល់ការវិភាគសម្រាប់រៀនរាល់ថ្ងៃម្ដងអញ្ចឹងការវិភាគសម្រាប់រៀនរាល់ថ្ងៃនោះខ្ញុំបែងចែកជា3ពេលគឺមានពេលព្រឹកពេលរសៀលនិងពេលល្ងាចដែលពេលព្រឹកហ្នឹងខ្ញុំរៀនចាប់ពីម៉ោង5ដល់ម៉ោង11ថ្ងៃម៉ោង5ហ្នឹងភាគច្រើនខ្ញុំអត់រៀនជាមេរៀនទេតែសម្រាប់ខ្ញុំឲ្យតែខ្ញុំទៅទិញមេរៀនពេលព្រឹកមានអារម្មណ៍ថាងុយដេកចឹងទៅក៏ខ្ញុំចាប់ផ្ដើមធ្វើជាលំហាត់វិញប៉ុន្តែមិនមែនជាលំហាត់ដែលប៉ាអេយើងប្រើការគិតដែរប៉ុន្តែការគិតរៀងតិចតួចដោយសារតែគេមានគោលការណ៍ស្រាប់ក្នុងការដោះស្រាយអញ្ចឹងបន្ទាប់មកទៀតគឺម៉ោង6ព្រឹកដល់ម៉ោង7ព្រឹកអញ្ចឹងខ្ញុំរៀនមេរៀនជីវវិទ្យាមេរៀនហ្នឹងមានថាខ្ញុំអានសៀវភៅឬក៏ខ្ញុំរៀនឆ្លើយសំណួរអាចថាទិញឲ្យចាំច្បាស់ហ្មងទេអាចថាគ្រាន់តែអានដើម្បីឲ្យទទួលព័ត៌មានសិនឬក៏អាចទិញតិចតួចប៉ុន្តែអត់បង្ខំថាយើងត្រូវទៅចាំក្នុងមួយព្រឹកហ្នឹងទេបន្តមកទៀតដោយសារតែខ្ញុំបានមើលលំហាត់ខ្លះហើយនឹងមេរៀនទៀតអញ្ចឹងទៅម៉ោងបន្ទាប់ទៀតខ្ញុំមិនអាចមើលមេរៀនបានទេដោយសារតែពេលមើលមេរៀនទៅអាចថាមេរៀនជាន់មេរៀនគឺផ្លេចទាំងមុខផ្លេចទាំងក្រោយហ្មងអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើលំហាត់វិញម្ដងដែលលំហាត់ហ្នឹងខ្ញុំធ្វើលំហាត់រូបវិទ្យា
ដោយសារតែបន្ទាប់ពីយើងរៀនជីវៈហើយយើងមានអារម្មណ៍ថាវារៀងពិបាកដែរខួរក្បាលយើងអត់អាចដំណើរការរហូតទេអញ្ចឹងវាត្រូវការសម្រាកការ relax ដែរអញ្ចឹងយើងធ្វើលំហាត់ដែលងាយស្រួលទៅអញ្ចឹងយើងមានអារម្មណ៍ថាខួរក្បាលយើងនឹងអត់សូវគិតច្រើនដោយសារតែលំហាត់រូបវិទ្យាអាចថាងាយស្រួលដែរដោយសារតែមានរូបមន្តស្រាប់ហើយមានការគិតតិចតួចឲ្យខួរក្បាលដំណើរការបន្តិចម្ដងព្រោះវាជាពេលព្រឹកនៅឡើយទេ